បាទសួស្តីបងប្អូនទាំងអស់មេរៀននេះខ្ញុំចង់បង្ហាញបងប្អូនពីរបៀបនៃការកាត់សក់ដែលមានលក្ខណៈបែបហ្នឹងកាត់សក់ហើយយើងអាចដូរផ្ទៃ background ខាងក្រោយអញ្ចឹងបើសិនជាបងប្អូនឃើញសក់បែបនេះបងប្អូនអត់មានតិចនិចបច្ចេកទេសក្នុងការកាត់ប្រកាសជាកាត់តាម tool អក្សរ P នេះអក្សរ P ណាគាត់ជាទាញបែបហ្នឹងហើយអញ្ចឹងណាប៉ុន្តែក្នុងមេរៀននេះខ្ញុំមានតិចនិចបច្ចេកទេសថ្មីមួយអាហ្នឹងខ្ញុំចេះពីគេដែរទេបាទអញ្ចឹងខ្ញុំក៏មកបង្ហាញប្រាប់បងប្អូនណាពីរបៀបក្នុងការកាត់សក់បែបហ្នឹងណាអញ្ចឹងដំបងដៃបងប្អូនធ្វើអីក៏ដោយមិនថាកាត់សក់រូបស្រែរូបឬក៏ស្រែពលឺឬក៏ design ក៏ដោយបងប្អូនត្រូវតែ copy layer មួយសិនណាអារូបដើមហ្នឹងកុំឲ្យខូចត្រង់ត្រេងណាបងប្អូននេះណា control អក្សរ J ណាគឺ control អក្សរ J ជានិចចឹងបងពេល control វាបាន layer មួយណាអានេះ layer ដើមមកយើងអានេះរូបដែលយើង copy មិញណាអញ្ចឹងដំបងដៃបងប្អូននេះយកអក្សរមួយនេះណាយើង select នៅលើ layer 1ហ្នឹងហើយយើងយកនេះគេដាក់ពាក្យ channel ណាបងប្អូនណាអានេះដោយសារខ្ញុំធ្លាប់ធ្វើអាមេរៀនមុនអញ្ចឹងវាជាប់អញ្ចឹងលុបចោលណាតាមពិតនៅពេលបើកមកមានតែ4ហ្នឹងបងប្អូនណាមានតែ RGB red green ហើយនិង blue ណាមានតែ4ពណ៌ហ្នឹងទេណាអញ្ចឹងបងប្អូននេះបងប្អូនយកមកឈរនៅលើ layer ក្រោមវាហ្នឹងមកដែលវាដាក់ថាពាក្យថា blue ហ្នឹងអញ្ចឹងបងប្អូន copy មួយទៀតណាចូលនេះយកមកដាក់នេះមកបានបង្កើត layer មួយទៀតណាអញ្ចឹងបងប្អូនបានមួយទៀតណាអញ្ចឹងបងប្អូនអាចសារ៉េតិចណា control អក្សរ L អក្សរ L ទៅបែបនេះណាបងប្អូនអាចស្រែឲ្យសក់រាងខ្មៅប៉ុណ្្នឹងទៅណាហើយប៉ុណ្ណេះចុះអូខេហើយបងប្អូនឆក់អានេះខាងក្រៅមកឬក៏មិនបាច់ឆក់ក៏បានបងប្អូនស្រែទៅអាចថាប៉ុណ្្នឹងទៅបានអូខេតោះបងប្អូនមើលខាងក្រោមនេះណាវាមាន delete new layer តែយកមួយនេះណាចុចហ្នឹងមកអាហ្នឹងគេហៅ load selection ណាចុចបាច់មកគឺវា select បានបែបនេះបងប្អូនណាអញ្ចឹងបងប្អូនត្រូវធ្វើអ្វីបន្ទាប់ទៀតណាបន្ទាប់ពី select បែបហ្នឹងហើយបងប្អូនចូលទៅ select នេះយកពាក្យថា select នេះហើយយកពាក្យថានេះណា inverse ណាឬក៏យើងប្រើ shortcut shift control អក្សរ I ណា inverse នេះចុចមកបាច់នេះគឺបែបហ្នឹងបងប្អូនណារួចហើយបងប្អូនមកឈរនៅលើ layer នេះវិញណានេះឈរ layer 1ណាឈរលើនេះណាពេលដែល select ចឹងបងប្អូនឈរនៅលើ layer 1នេះហើយបងប្អូនចុច control អក្សរ J ណា copy layer ហ្នឹងណាអូខេហើយបងប្អូនបិទភ្នែកសិនមកអូខេអញ្ចឹងបានហើយបើសិនជាបងប្អូនចុច control អក្សរ J ទៅគឺឃើញបែបហ្នឹងបានតែយើងធ្វើត្រូវហើយណាតោះមកបងប្អូននេះបានប៉ុណ្្នឹងហើយអានេះបងប្អូនបិទភ្នែកនេះបិទភ្នែកនេះបិទភ្នែកអារូប background អារូបខាងក្រោមរូប original ហ្នឹងចោលសិនទៅបងប្អូនណាអញ្ចឹងបងប្អូនយកមកឈរនៅលើ layer 1នេះណាឈរលើ layer 1ហ្នឹងរួចហើយបងប្អូនចូលទៅកន្លែងនេះណាចូលទៅកន្លែងនេះវាដាក់ថា eraser tool ណា eraser tool ណាយកអាលើគេនេះមួយនេះណាយកមួយហ្នឹងហើយបងប្អូននេះពេលបងម៉ៅស្ដាំទៅគឺវាមានច្រើនចឹងបងប្អូនយកមួយនេះណាយកសញ្ញាកុំយកនេះយកនេះណាមួយហ្នឹងទៅហើយអានេះទំហំ brush អូណាអូខេទំហំ brush បងប្អូនដើម្បីចុចបានបងប្អូនចុចអក្សរ F អាហ្នឹងវា print screen របស់យើងនេះស្រួលមើលណាអញ្ចឹងចុចគ្នាបិទគ្នាបើកមកដើម្បីយើងព្រីព្រមប្រាស់ហ្នឹងណាអញ្ចឹងបងប្អូនយកមកលុបមកណាពេលបងប្អូនយកមកលុបនៅលើរូបហ្នឹងគឺនេះត្រូវឈរនៅលើ layer មួយនេះណាបើយើងត្រូវការលុបអាផ្ទៃ background ខាងក្រោយនេះណាកុំឲ្យប៉ះមកអាមុខយើងក៏នៅ copy ទេអញ្ចឹងបងប្អូនឈរនៅលើ layer មួយមកហើយបងប្អូនលុបមកកុំលុបតិចតិចបាទលុបលើសក់លុបតិចតិចណាកុំលុបដល់មុខលុបទៅត្រឹមកែមសក់ហ្នឹងបានហើយអូខេណាតិចចឹងមកអានេះចូលតិចបងអាចដក capacity ដកអីចឹងណាកុំឲ្យវាចេញខ្លាំងពេកនេះអានេះកុំឲ្យវា 100% យើងអាចលុបចោលខ្លះទៅណាដើម្បីវាលុបបានវាលុបទៅតិចណាអូខេយើងស្រួលមើលណាស្រួលប្រៀបធៀបដើម្បីព្រៀងទាត់រូបហ្នឹងថាដល់ពេលយើងលុបទៅវាចេញបែបណាបងនេះលុបអញ្ចឹងទៅណាកុំចូលដល់ក្នុងលុបទៅត្រឹមកែមអាសក់រយទៅបានអានេះក៏ប៉ុណ្្នេះដែរណាអូខេលុបឲ្យអស់មកណាអូខេ
ថែមតិចមកលុបបែបហ្នឹងអូខេអូខេណាអញ្ចឹងប៉ុណ្្នឹងបងប្អូននឹងបានហើយប៉ុន្តែអត់ទាន់ស្រេច 100% ទេមិនត្រូវចាក់ពណ៌ background ខាងក្រោយសិនយើងអាចបដូរពណ៌ខាងក្រោយបានណាឥឡូវមកថារូបនេះយើងបានកាត់រួចហើយអញ្ចឹងបងប្អូនចូលទៅបង្កើត layer ថ្មីមួយមកនេះបង្កើត layer ថ្មីចុចនេះមកបាច់បងប្អូនត្រូវបង្កើតថា layer ត្រូវនៅក្រោមរូបណានេះរូបនេះណារូប layer 1ណាអានេះ layer អានេះរូប original រូបដើមនេះយើងគាត់ទុកដើម្បីផ្ទៀងផ្ទាត់ណាអញ្ចឹងបងប្អូនចាប់ចាក់ពណ៌មកចាក់ color នេះចាក់ពណ៌ចូលមួយនេះអានេះយក gradient ណាបើនេះពណ៌ចម្រុះពេលបងប្អូនចុចយកហ្នឹងមកនេះវានៅខាងលើនេះអញ្ចឹងបងប្អូនអាចរើសបានណាចាំបានពណ៌អីណាតែ2 color 3ពណ៌ឬក៏ពណ៌នោះយើងអាចដូរបានបងប្អូននេះអាចថែមថយបានមកថាខ្ញុំយកពណ៌នេះចម្រុះចឹងណាវាមានក្រហមខៀវលឿងបៃតងអញ្ចឹងទៅអញ្ចឹងខ្ញុំចង់ដកពណ៌អីមួយបងប្អូនចុចជាប់មកទាញមកក្រោមឃើញទេវាបាត់ណាឃើញទេយើងចង់ថែមយើងចុច2ដងមកវិញមកវាមកហើយបងប្អូនរើសពណ៌តាមចិត្តដែលយើងចង់បានចង់ដាក់ណាអញ្ចឹងខ្ញុំអត់ចង់ថែមថយខ្ញុំចង់យកតែ color ដើមចូលហ្នឹងមកនេះហើយវាឲ្យអូតូស្រេចណាតោះពេលយើងចុចអូខេបងប្អូននេះណាយកម៉ៅមកគូពីចំណុចណាក៏បានដែរតែសំខាន់បងប្អូនឈរនៅលើ layer background នេះដែលបងប្អូនបង្កើតហ្នឹងណាអា layer ទី3ហ្នឹងហើយវាត្រូវច្បាស់ថាវានៅក្រោម layer 1ណាអញ្ចឹងបងប្អូនចាប់ទាញមកនេះទាញបែបហ្នឹងទៅបងប្អូនឃើញទេទាញមកធ្វើមិនបានស្អាតឧបមាថាប៉ុណ្្នឹងពេលនេះបងប្អូនឃើញនេះវានៅចេះអត់ទាន់ស្អាតហើយអញ្ចឹងបងប្អូនអាចសម្អាតថែមទៀតមកយើងឈរនៅលើ layer 1ទៅដែរយើងប្រើនេះអាធូលលុបហ្នឹងយកមកលុបថែមទៀតបងឃើញទេលុបវាបន្ថែមទៅអត់អីទេបាទលុបថែមលុបចូលសាច់អាវតិចទៅអូខេបងប្អូនណាអញ្ចឹងប៉ុណ្ណឹងជាការស្រេចព្រោះឲ្យបងប្អូនគាត់ថែមថយពលឺបន្តិចទៅថែមពលឺរូបប៉ុណ្ណឹងបានអានេះជាការស្រេចអញ្ចឹងរបៀបនៃការកាត់រូបកាត់សក់បែបរបៀបនៃការកាត់សក់រយស្ព្រីងស្ប្រងអញ្ចឹងទៅណាគឺបែបហ្នឹងអញ្ចឹងខ្ញុំcopy មួយទៀតដើម្បីខ្ញុំផ្ទៀងផ្ទាត់រូបពីរហ្នឹងណាបងប្អូនហើយលុបចោលមកនេះអញ្ចឹងបងប្អូនអាចមើលបាននេះអានេះរូបដើម original ណាហើយអានេះរូបដែលខ្ញុំបង្ហាញបងប្អូនមិញពីរបៀបកាត់ហ្នឹងហើយនឹងដូរ background ណាអញ្ចឹងបងប្អូនអាចសាកល្បងធ្វើបានណាវារៀងសាំញ៉ាំបន្តិចហើយប៉ុន្តែវិធីនេះគឺយើងកាត់ទៅបានស្អាតរូបគឺអាចទទួលយកបានបងប្អូនណាគឺមើលសក់របស់គាត់គឺសឹងថាដូចថា 90% ចាស្តៀងដូចមែនតើយើងអត់កាត់នេះសម្បីតែខ្ញុំប្រិចមើលណានេះអាស្នាមរយហ្នឹងគឺវាមកវិញទាំងអស់បងប្អូនណាតែបើយើងស៊ូមទៅវាអាចមានចន្លោះខុសខាត់តែបើយើងព្រីនចេញមកមើលអត់ដឹងទេមើលអត់ដឹងទេហើយ background ខាងក្រោយបងប្អូនអាចដូរមកជាផ្ទៃ background ពណ៌ផ្សេងទេសភាពអីក៏បានដែរណាអញ្ចឹងនេះជា technique ក្នុងការកាត់ដូរ background ពិសេសសក់ណាសក់ខាងក្រោយរយហ្នឹងអញ្ចឹងមេរៀនហ្នឹងមានប៉ុណ្ណឹងបងប្អូនណាបងប្អូនអាចអនុវត្តបាន